อวดនោះอวดស្អីក៏ឈ្នះស្អីក៏ជោគជ័យស្អីក៏អស្ចារ្យដែរវាអត់មានអីខុសទេនៅក្នុងការអួតដើម្បីឲ្យបងប្អូនយើងគ្នាបានដូចថាស្បើយស្អំចិត្តប៉ុន្តែកុំភ្លេចណាប្រជាពលរដ្ឋទៅហ៊ានយើងនៅជួរមុខយកជីវិតទៅធ្វើជាដើមទុនណាមិនមែនឲ្យអស់លោកនៅសមរភូមិក្រោយហ្នឹងយកមកធ្វើជាការអួតដើម្បីយកលៀបសការៈទេគ្នាយកជីវិតទៅដាក់ខ្លួនយើងនៅសមរភូមិក្រោយនៅមិនសិនតិចតាំងបង្ហាញរូបភាពឬក៏ស្នាដៃអីមួយគឺយើងនឹងអស់ចាគ្នាណោះធីបគ្នាចោលដូចបៀកតេអញ្ចឹងបិទគ្នាចោលគ្មានរូបគ្មានស្អីអីអញ្ចឹងទៅធ្វើឲ្យអាការចំណែនដូចថាថ្នាំងថ្នាក់ហ្នឹងក៏កើតឡើងហើយការថ្នាំងថ្នាក់នេះគឺអត់ទ្រាំមិនបានរហូតដល់ទៅឃើញមានផ្កាយ4គាត់ទ្រាំមិនបានឃើញគាត់សរសេរសារនៅបណ្ដាញសង្គម Facebook របស់គាត់ហើយខ្ញុំជឿថានៅពេលដែលខ្ញុំផ្សាយមានផ្កាយ4គាត់ទ្រាំមិនបានឃើញគាត់សរសេរសារនៅបណ្ដាញសង្គម Facebook របស់គាត់ហើយខ្ញុំជឿថានៅពេលដែលខ្ញុំផ្សាយនេះណាមិនដឹងថាតើកណនី Facebook របស់លោកអិតសរ៉ាត់ហ្នឹងនឹងត្រូវបិទទៅឬក៏យ៉ាងណាឬក៏ផ្សាយឲ្យស្រាប់តែមានគាត់មកលើកឡើងថាទេសារហ្នឹងគឺជាសារគេ hack គេលួចចូលប្រើកណនី Facebook គាត់ឬក៏យ៉ាងណាណាឥឡូវចាំសង្កេតមើលទៅខ្ញុំដកស្រង់ប្រសាសន៍របស់លោកអិតសរ៉ាត់ដែលជានាយឧត្តមសេនីយ៍បាទផ្កាយ4ជាអគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយុទ្ធពលខេមរៈភូមិន្ទនៅក្នុងកណនី Facebook របស់លោកថ្ងៃនេះគឺបង្ហោះសារត្រលាន់នឹងការអួតនិងលើកជើងហួសខ្នាតរបស់បុគ្គលមួយចំនួនដែលធ្វើឲ្យថ្នាក់ប៉ះពាល់ដល់សតិអារម្មណ៍របស់កងទ័ពជួរមុខលោកសរសេរអញ្ចេះខ្ញុំអានសារទាំងស្រុងខ្ញុំមិនដែលផុសឬបង្ហោះទេតែពេលនេះខ្ញុំឃើញការផុសនិងបង្ហោះខ្លះវាអួតផងលើកជើងផងចង់លើកដំកើងខ្លួនជាអ្នកខ្លាំងជាវីរៈបុរសតែយោធិនរបស់យើងនៅឯសមរភូមិបានប្រយុទ្ធយកជីវិតដើម្បីការពារជាតិតែរូបថតមិនដែលមានទេតែមានអ្នកខ្លះមិនដែលឃើញមុខនៅសមរភូមិទេហើយនៅពេលប្រយុទ្ធហ្នឹងក៏មិនដែលឃើញដែរបែរជាមានរូបឲ្យអួតសុទ្ធតែវីរៈបុរសបោះពុំជាសិភៅនិងបង្ហោះតាម Facebook ទៀតសូមអ្នកផុសនិងបង្ហោះឈប់ធ្វើរបៀបនេះតទៅទៀតធ្វើឲ្យប៉ះទង្គិចសតិអារម្មណ៍របស់បងប្អូននៅសមរភូមិខ្លាំងណាស់ហើយចង់ធ្វើវីរៈបុរសពេលប្រយុទ្ធសូមមកចូលមកប្រយុទ្ធផងបាទប៉ុណ្ណឹងខ្ញុំមិនដឹងថាលោកអិតសរ៉ាត់លោកចង់សម្ដៅទៅលើអ្នកណាសរសេរសភៅបោះពុំសភៅជាវីរៈបុរសណាទេព្រោះលោកមិនបាននិយាយអីទេព្រោះប៉ុន្តែមករយៈពេលប្រហែលថ្ងៃនេះគឺមានឃើញសារសភៅមួយក្បាលដែលមានចំណងជើងថាកម្ពុជាឈ្នះថៃសម័យតេជោធិបតីអីហ្នឹងរបស់លោកទូចសុខៈដែលជាអ្នកនាំពាក្យរងរបស់ក្រសួងមហាផ្ទៃហ្នឹងគឺតាមពិតសភៅហ្នឹងលោកដាក់ចំណងជើងតាំងខែមិថុនាខែអីណានោះយូរដែរប៉ុន្តែប្រហែលជាចំណងជើងហ្នឹងដាក់ទៅអត់បានលុបវិញអត់បានប្រាប់គេថាសភៅហ្នឹងអត់ទាន់បានសរសេរចេញទេឥឡូវលែងជាជោគជ័យអីទៀតហើយទុកចោលអីយ៉ាងម៉េចអត់មានចឹងធ្វើឲ្យគេនាំគ្នាចែកផ្សព្វផ្សាយពេញបណ្ដាញសង្គម Facebook ចឹងទៅធ្វើឲ្យទលាន់អីចឹងដែរតែយ៉ាងណាបងប្អូនខ្ញុំមិនដឹងថាតើកណនី Facebook ខ្ញុំមិននិយាយថាលោកនាយឧត្តមសេនីយ៍ផ្កាយ4លោកអិតសរ៉ាត់អគ្គបញ្ជាការរងនាយសេនាធិការចម្រុះហ្នឹងលោកជាអ្នកសរសេរដោយខ្លួនឯងទេប៉ុន្តែជា Facebook របស់គាត់ហើយ Facebook អិតសរ៉ាត់នេះគឺមានបង្ហោះរូបថតគាត់ជាហោហាយមកតាក់ទងនឹងកិច្ចការប្រចាំថ្ងៃក្នុងជួរទ័ពហ្នឹងក៏ច្រើនដែរគាត់ថាដូចខ្ញុំជម្រាបចឹងបងប្អូនយ៉ាងច្រើនគឺមានបងប្អូនឬក៏ម្ចាស់ខ្លួនហ្នឹងមកប្រាប់ថាកណនី Facebook ហ្នឹងត្រូវបានគេ hack អីចឹងទៅហើយមិនមែនរបស់គាត់ផ្សាយអីចឹងប៉ុន្តែសម្ដីនេះគឺជាកម្រមានសម្ដីបែបនេះណាដែលធ្វើឲ្យមានមតិជាច្រើននៅបណ្ដាញសង្គម Facebook ដែលតាក់ទងនឹងប្រសាសន៍របស់នាយឧត្តមសេនីយ៍ផ្កាយ4អិតសរ៉ាត់នេះគឺគេខ្ញុំដកស្រង់ដូចតទៅទី1សុករតនៈនិយាយថាពិបាកណាស់ពូអើយជាពិសេសពួកមហាផ្ទៃនិងបណ្ណាអគ្គនាយកដ្ឋានខាងការពារជាតិនឹងតែម្ដងនិយាយថានាំគ្នាយកមុខនឹងគុណសម្បត្តិដោយប្រើពាក្យថាពួកគេជាអ្នកសមរភូមិក្រោយឬឲ្យចង់ក្អួតឈាមបាទធម្មតាទេអាហ្នឹងគឺពេលដែលយើងនេះទៅអួតជ័យអភ័ព្វពួកគាត់នៅសមរភូមិក្រោយមិនស្គាល់រាប់ផ្លោងនៅសមរភូមិមុខស្រួលថាតើមានតែ Facebook មកអង្គុយផ្សាយពីបន្ទប់ទឹកក៏បានដែរហើយលោកអន្តិតវណ្ណរាឯនោះវិញកណនី Facebook នេះបាននិយាយថាបុគ្គលបោះពុំសិភៅនោះមិនដឹងសិភៅណាទេប្រហែលជាអាចសម្ដៅទៅលើសិភៅកម្ពុជាជោគជ័យសម័យតេជោធិបតីហ្នឹងក៏តែមិនដឹងលោកថាបុគ្គលបោះពុំសិភៅនោះមានចរិតលើកជើងបញ្ចើយកមុខបុគ្គលនិងអាចមានដល់ចេតនាបំបែកស្មារតីសាមគ្គីផ្ទៃក្នុងបំបាក់ទឹកចិត្តវរៈកងទ័ពដែលកំពុងឈរជើងការពារទឹកដីពីការឈ្លានពានរបស់ថៃផងតាមពិតសាររបស់លោកអិតសរ៉ាត់នេះមានការគ្រប់គ្រងច្រើនមែនតើមីសរុនកណនី Facebook មីសរុនថាសូមគ្រប់គ្រងមតិណែនាំរបស់លោកនាយស្រុកយើងសម្បូរអ្នកយកមុខណាស់អ្នកធ្វើពិតប្រកបអាចរងគ្រោះដោយសារតែពួកយកមុខនេះផងក៏ថាបានជាលីក្រស្នាកណនី Facebook របស់គាត់ថាអញ្ចេះក្មួយអានសំណេរអាដាមនាយឧត្តមសេនីយ៍អិតសរ៉ាត់អគ្គបញ្ជាការរងកងទ័ពខេមរៈភូមិន្ទនិងជានាយសេនាធិការចម្រុះហើយក៏ក្ដួលកម្រមានមេទ័ពធំណាហ៊ានបញ្ចេញសំណេរបែបនេះណាសូមទទួលការគោរពពីក្មួយពីចម្ងាយអ៊ំប្រុស
បាទកម្រមែនតែយ៉ាងណាគឺកណនី Facebook 10មិនកែវឯនោះវិញថាបងប្រុសចដូនមួយខ្ញុំណាប្រយុទ្ធ2លើកគ្មានរូបមួយស្លឹកហើយនៅតាមបណ្ដាញសង្គមផងទេព្រោះរវល់បាញ់គ្មានពេលថតគ្មានទាំងពេលផឹកទឹកផងចប់សង្គ្រាមរត់មកមើលជំងឺខ្លួនឯងទៀតហើយក៏គ្មានផុសសុំជំនួយពីមហាជនណាដែរទោះជាយ៉ាងណាពិតជាដឹងគុណនិងមានមោទនភាពចំពោះបងប្រុសខ្ញុំណាគឺឈ្មោះច័ន្ទតារាបាទចុងក្រោយកណនី Facebook មួយឈ្មោះនឿនរិទ្ធនិយាយថាអូយអាមន្ត្រីត្រគេគាត់ប្រើពាក្យត្រពងខ្ញុំសូមអធិស្ឋានប្រើពាក្យភាសាគាត់មកទាំងស្រុងតែម្ដងមន្ត្រីត្រពងឡើងធ្វើធំអស់ហើយមន្ត្រីថ្មីនិងក្មេងៗខ្លះមើលងាយមន្ត្រីចាស់ណាហើយមន្ត្រីខំធ្វើការមន្ត្រីចាស់គេទុកកលៀតគៀនជាងអស់ហើយអាយដាមបាទនេះគឺគ្រាន់តែជាមតិដែលស្របទៅតាមអ្វីដែលជាការលើកឡើងរបស់កណនី Facebook ឈ្មោះលោកអិតសរ៉ាត់ហ្នឹងទេយើងមិនដឹងថានេះគឺជាប្រសាសន៍របស់គាត់យ៉ាងណាហើយចាំមើលការឆ្លើយតបរបស់គាត់យ៉ាងម៉េចទៀតខ្ញុំនឹងតាមដានព័ត៌មាននេះចាជូនបងប្អូនជាបន្តទៅទៀតតែយ៉ាងណារឿងអួតរឿងអាងរឿងអីហ្នឹងប៉ុន្តែបើហ៊ាននិយាយដូចលោកអិតសរ៉ាត់នេះណាហើយនេះឧត្តមសេនីយ៍ផ្កាយ4ទៀតខ្ញុំជឿថាកម្រមែនតើដែលហ៊ាននិយាយរិះគន់ពីស្អីក្នុងកិច្ចការសង្គមតាមពិតរឿងវាច្រើនណាស់ប្រហែលជាចាល់វាជន់ច្រើនពេកទៅអត់មិនបាន